បនផ្កាប្រាក់រស្មីសាមគ្គីដើម្បីប្រមូលបច្ច័យកសាងស្រះទឹកនិងសមិទ្ធផលនានានៅវត្តពេជ្រមន្ត្រីព្រះវិចិត្រមុនីសុភ័ណ្ឌយិនវិចិត្រព្រះរាជាគណៈថ្នាក់កិត្តិយសជាជំនួយការសាលាគុណខេត្តស្វាយរៀងនិងជាព្រះចៅអធិការវត្តពេជ្រមន្ត្រីព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាបានព្រួយផ្ដើមប្រពៃពិធីបន់ផ្កាប្រាក់រស្មីសាមគ្គីដើម្បីប្រមូលបច្ច័យកសាងស្រះទឹកនិងសមិទ្ធផលនានានៅក្នុងវត្តពេជ្រមន្ត្រីស្ថិតនៅភូមិទួលត្របែកឃុំប្រសោតស្រុកស្វាយទាបខេត្តស្វាយរៀងការដង្ហែអង្គផ្ការួចវេផ្ការស្មីសាមគ្គីប្រគេនព្រះសង្ឃនេះធ្វើឡើងនៅថ្ងៃ11កើតខែផល្គុនឆ្នាំរោងឆស័កពុរសករាជ2568ត្រូវនៅថ្ងៃទី9ខែមីនាឆ្នាំ2025ស្ថិតនៅវត្តពេជ្រមន្ត្រីភូមិទួលត្របែកឃុំប្រសោតស្រុកស្វាយទាបខេត្តស្វាយរៀងដោយមានលោកស្រីឧបាសកឧបាសិកាទេយទាយិកានិងពុទ្ធបរិស័ទក្រុមបញ្ចដ្ឋានពីទីចិត្តទីឆ្ងាយនិងលោកតាលោកយាយចំណុះជើងវត្តយ៉ាងច្រើនកកផងដែរព្រះវិចិត្រមុនីសុភ័ណ្ឌយិនវិចិត្រព្រះរាជាគណៈថ្នាក់កិត្តិយសជាជំនួយការសាលាគុណខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តពេជ្រមន្ត្រីបានមានថេរដីកាថាការប្រួយផ្ដើមប្រពៃពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គីនេះឡើងដោយមានការចូលរួមពីព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តដើម្បីប្រមូលបច្ច័យសម្រាប់កសាងស្រះទឹកនិងសមិទ្ធផលនានាក្នុងវត្តពេជ្រមន្ត្រីពិធីនេះបានប្រព្រឹត្តទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិញោមមកពីទីជិតឆ្ងាយទាំងអស់ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួនព្រះវិចិត្រមុនីសុភ័ណ្ឌយិនវិចិត្រព្រះរាជាគណៈថ្នាក់កិត្តិយសជាជំនួយការសាលាគុណខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តពេជ្រមន្ត្រីសូមប្រសិទ្ធពរជ័យស្រីសុស្ដីជ័យមង្គលចូលកើតមានដល់អស់លោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ